អ្នកនិយាយថាបើខ្ញុំចេញទៅសុំទានតាមផ្លូវតាមមួយថ្ងៃខ្ញុំអាចសុំបានលុយប៉ុន្មានទៅម៉ាក់តាម៉ាក់ចង់ធ្វើអ្វីទៀតហើយសៀវមីនយល់ព្រមនៅជាមួយប្អូនប្រុសរបស់កូនហើយប៉ុន្តែនាងចង់បានថ្លៃបណ្ណាការហើយការទិញផ្ទះនេះក៏ត្រូវតែដាក់ឈ្មោះនាងបន្ថែមទៀតដែរកូនដឹងទេថាឆ្នាំទាំងនោះម៉ាក់បានចិញ្ចឹមកូនរៀនមហាវិទ្យាល័យម៉ាក់បានចំណាយលុយអស់ពីខ្លួនហើយឥឡូវនេះគ្មានលុយសោះទេបើគ្មានលុយទេក៏កុំរៀបការអីទោះទៅសុំទានក៏មិនបានលុយច្រើនដែរមិននឹងអាចទៅរួចកូនគឺជាបងប្រុសច្បងណាកូនត្រូវតែជួយប្អូនអូខេម៉ាក់មិនបាច់ទេហើយអ្វីបានជាយើងត្រូវធ្វើឲ្យខ្លួនឯងអាម៉ាស់បែបនេះយើងមិនចាំបាច់ទៅអង្វរអ្នកអតីតទេឯងកំពុងឌឺដងដាក់អ្នកណាអាហាទោះបីជាបងជួយបងប្រាក់កក់ដំបងឲ្យឯងក៏ដោយតើឯងអាចមានលទ្ធភាពបងរំលោភផ្ទះក្នុងមួយខែរាប់ពាន់យន្តបានទេត្រូវហើយខ្ញុំគ្មានលទ្ធភាពបងទេដូច្នេះខ្ញុំគួរតែរស់នៅក្នុងទ្រង់ជ្រូកទៅតើខ្ញុំចង់ទិញផ្ទះធ្វើអីទៅឯងកំពុងធ្វើចរិតដាក់អ្នកណាច្រើនឆ្នាំមកនេះម៉ាក់គឺបងជាអ្នកចិញ្ចឹមកូនរបស់ឯងក៏បងជាអ្នកចិញ្ចឹមសូម្បីតែឯងក៏បងជាអ្នកចិញ្ចឹមដែរបើចង់ចិញ្ចឹមត្រកូលក៏ត្រូវពឹងលើសាសាម្នាក់ឯងសន្សំលុយដែរមិនងាយទេដែលនាងសន្សំបាន700,000 យន្តហើយវាក៏ត្រូវបានបំផ្លាញដោយអាំនោះអាក៏ដូចជាឯងនេះឯងឥឡូវនេះនាងថែមទាំងត្រូវបានឯងវារហូតរត់ចេញពីសាកសួរមិនសកាខ្លួនឯងទៅក្នុងនាមជាបងប្រុសខ្ញុំបានធ្វើច្រើនគ្រប់គ្រាន់ហើយខ្ញុំមិនជំពាក់ឯងសំបីតែបន្តិចកុំមកធ្វើចរិតដាក់ខ្ញុំបងកុំបារម្ភអីខ្ញុំនឹងមិនត្រឡប់មកវិញទៀតទេជីហ្វៃនិយាយឲ្យពិតធ្វើឲ្យបានខ្ញុំនឹងគោរពឯងក្នុងនាមជាបងអូជីហ្វៃកុំឆ្លោះគ្នាអីជីហ្វៃតើកូននឹងទៅណាជីហ្វៃម៉ាក់ចង់ប្រាប់កូនរឿងខ្លះតើមានរឿងអីម៉ាក់និយាយមកម៉ាក់ចង់រកមិត្តរួមជីវិតម្នាក់បានតើគាត់គឺជាមនុស្សខ្វិនពាក់កណ្ដាលខ្លួនហើយមានចរិតមិនសូវល្អទៀតគាត់ជាកូនចៅរបស់គាត់ខ្លាំងណាស់រហូតដល់គ្មានអ្នកណាមកមើលថែគាត់ទៀតទេបើអញ្ចឹងតើម៉ាក់ចង់បានគាត់ធ្វើអីគាត់គឺជាកម្មករចូលនិវត្តន៍មានប្រាក់សោធននិវត្តន៍ខ្ពស់ហើយថែមទាំងមានប្រាក់សន្សំទៀតអ្នកនាំផ្លូវបានប្រាប់ថាឲ្យតែម៉ាក់ទៅនៅជាមួយគាត់ថ្លៃបណ្ណាការរៀបការរបស់ប្អូនកូននិងលុយទិញផ្ទះគាត់នឹងចេញឲ្យទាំងអស់ជីហ្វៃអាយុជិត30ឆ្នាំទៅហើយតើវាពិបាកណាស់មែនទេក្នុងការធ្វើការរកលុយសម្រាប់រៀបការដោយខ្លួនឯងនោះម៉ាក់មិនខ្វល់ថាត្រូវហត់នឿយដូចជាគោលសេះនោះទេឲ្យតែអាចដូរយកប្រពន្ធឲ្យកូនប្រុសម៉ាក់បានគឺវាមានតម្លៃណាស់ឥឡូវនេះខ្ញុំពិតជាគ្មានលុយមែនកូនគ្មានលុយក៏មិនអីដែរកូនទៅខ្ចីពីឪពុកក្មេកកូនទៅជីហ្វៃវាសាសាដល់ថ្នាក់ហ្នឹងតើម៉ាក់មិនឃើញទេអីម៉ាក់នៅតែអាចនិយាយពាក្យបែបនេះចេញមកបានទៀតមិនអីទេចាំម៉ាក់រកវិធីដោយខ្លួនឯងកូនសុំអង្វរម៉ាក់ហើយម៉ាក់នាំក្មួយប្រុសរបស់កូនត្រឡប់ទៅស្រុកកំណើតវិញទៅចុងឆ្នាំនេះកូននឹងប្រមូលលុយឲ្យម៉ាក់តើបានទេអញ្ចឹងក៏បានដែរសាសាអូនប្រុសរបស់ឯងវាខ្ញុំចំណែកឯម៉ាក់របស់ឯងគ្រាន់តែឈរមើលនៅក្បែរនោះពួកអ្នកឯងគឺជាគ្រួសារដែលស្រឡាញ់គ្នាណាស់ខ្ញុំគ្រាន់តែជាអ្នកក្រៅម្នាក់ប៉ុណ្ណោះសាសាពីមុនខ្ញុំពិតជាខុសខ្លាំងណាស់មិនបានទេខ្ញុំត្រូវតែទៅរកនាងទោះបីជាសាសាអាចបំភ្លេចវាបានក៏ខ្ញុំមិនអាចបំភ្លេចបានដែរខ្ញុំក៏មិនអាចបំភ្លេចបានដែរខ្ញុំសុខចិត្តឲ្យនាងលែងលះគ្នាវិញម៉ាក់ប្តីសម្លាញ់លុយនេះមិនអាចយកមកវិញបានទេអូនប្រុសដែលជាសត្វត្រឆានរបស់ខ្ញុំម្នាក់នោះបានធ្វើពុតជាខ្ញុំហើយលក់ផ្ទះយើងថ្ងៃបន្ទាប់វាក៏យកលុយទៅទិញផ្ទះឲ្យខ្លួនឯងបាត់ខ្ញុំបានពិគ្រោះជាមួយមេធាវីរួចហើយបងគឺជាម្ចាស់ផ្ទះពួកយើងនឹងប្តឹងដោយផ្ទាល់ក្នុងនាមបងជីហ្វៃបានទិញផ្ទះក្នុងនាមម្ដាយរបស់ខ្ញុំបើពួកយើងប្តឹងពួកគេទៅតុលាការម្ដាយរបស់ខ្ញុំទំនងជាត្រូវជាប់គុកប្រាក់កក់ដំបូងគឺខ្ញុំនឹងបងជាមួយគ្នាថ្លៃផ្ទះក៏ខ្ញុំបងរំលោះជាមួយបងដែរប្រាក់បងថ្លៃផ្ទះចុងក្រោយខ្ញុំបានដកប្រាក់សោធននិវត្តន៍ទាំងអស់របស់ខ្ញុំសៀវភៅស្នាក់នៅរបស់ខ្ញុំនៅឯស្រុកក្រៅទើបដាក់តែឈ្មោះបងម្នាក់គត់ខ្ញុំទុកចិត្តបងខ្លាំងណាស់តែបងបែរជាធ្វើដាក់ខ្ញុំបែបនេះសាសាខ្ញុំមិនអាចបញ្ជូនម្ដាយរបស់ខ្ញុំទៅគុកដោយផ្ទាល់ដៃបានទេអាបោកប្រាស់ចោលប្លន់ពួកគេលួចផ្ទះតម្លៃ2 លានរបស់ខ្ញុំតើហេតុអ្វីបានជាពួកគេមិនត្រូវជាប់គុកមែនហើយពួកគេខុសប៉ុន្តែគាត់ជាអ្នកបង្កើតនិងចិញ្ចឹមបងមកសាសាអូនមិនដឹងទេថាស្ត្រីមេម៉ាយនៅជនបទម្នាក់ចិញ្ចឹមកូនប្រុស2 នាក់ឲ្យធំឡើងវាពិបាកកម្រិតណាគាត់មិនងាយស្រួលទេចុះចំណែកខ្ញុំវិញតើខ្ញុំសំនឹងទទួលបានរឿងបែបនេះមែនទេផ្ទះនោះខ្ញុំខំសន្សំសំចៃមិនហ៊ានស៊ីមិនហ៊ានស្លៀកសន្សំម្ដង1 សេនហេតុអ្វីបានជាឲ្យពួកគេលក់វាបានហេតុអ្វីទីបំផុតខ្ញុំមិនសល់អ្វីសោះបងនឹងរកលុយទិញឲ្យអូនម្ដងទៀតលីនជីហ្វៃបើបងមិនប្តឹងពួកគេខ្ញុំនឹងប្តឹងបងសាសាផ្ដល់ឱកាសឲ្យបងម្ដងទៀតមកបងនឹងខំធ្វើការសន្សំលុយឡើងវិញហើយទិញផ្ទះមួយទៀតដែលដាក់តែឈ្មោះអូនម្នាក់គត់លែងលះគ្នាទៅសាសាខ្ញុំមិនចង់រារាំងបងពីការធ្វើជាកូនកញ្ញូនិងជាបងប្រុសដ៏ល្អនោះទេទៅចុះខ្ញុំប្រាប់ឲ្យបងចេញទៅ
ប្រហែលជាមិនមែនមានផ្ទៃពោះទេដឹងអូនមិនអាចបណ្ដោយឲ្យកូនមកលំបាកជាមួយអូនបានទេកុំបារម្ភអ្វីដែលគ្រួសារបងដណ្ដើមខ្ញុំនឹងដណ្ដើមយកមកវិញដោយផ្ទាល់ដៃកូនសម្លាញ់ម៉ាក់សុំទោសស្រីសំផឹងប្អូនប្រុសរបស់បងជាអ្នកវាអូនម៉ាក់របស់បងនៅក្បែរនឹងគាត់គ្រាន់តែឈរមើលយ៉ាងណាមិញរឿងអាស្រូវក្នុងគ្រួសារមិនគួរឲ្យអ្នកក្រៅដឹងទេអូនជាមនុស្សចិត្តទូលាយអត់អន់ឲ្យគេទៅទោះបីជាពួកយើងលក់ផ្ទះនាងក៏ដោយក៏ប៉ូលីសមិនអាចធ្វើអ្វីបានដែរផ្ទះនោះគឺជាលុយដែលខ្ញុំខំសន្សំម្ដងបន្តិចដោយមិនហ៊ានស៊ីមិនហ៊ានចាយហេតុអ្វីបានជាបងបណ្ដោយឲ្យពួកគេលក់វាពួកគេពិតជាខុសមែនប៉ុន្តែគាត់ជាអ្នកបង្កើតនិងចិញ្ចឹមបងមកលែងលះគ្នាទៅសុំទោសជីវិតរបស់ម៉ាក់ពេលនេះគឺអាក្រក់ខ្លាំងណាស់ម៉ាក់មិនមានសមត្ថភាពរក្សាកូនទុកបានទេម៉ាក់កូនសុខសប្បាយជាទេមួយរយៈនេះកូនសុខសប្បាយតើម៉ាក់កូនម្នាក់នេះកុហកម៉ាក់ទៀតហើយម៉ាក់កូនមិនដែលកុហកម៉ាក់អីណាម៉ាក់ប្រាប់កូនប៉ុន្មានដងហើយថាពេលចេញក្រៅត្រូវស្លៀកពាក់ឲ្យក្រាស់បន្តិចម៉ាក់នេះមិនមែនជាអាវការពារកម្ដៅថ្ងៃរបស់សែនមកទេអីម៉ាក់ចំណាយលុយទៀតហើយទិញរបស់ឲ្យកូនស្រីចំណាយលុយបន្តិចបន្តួចនឹងគិតអីរបស់ទាំងនេះបងស្រីជីដូនមួយរបស់កូនជាអ្នកបង្រៀនម៉ាក់ឲ្យទិញតាម webshop អរគុណម៉ាក់ដឹងថាកូនបារម្ភខ្លាចម៉ាក់អស់លុយច្រើនមើលណចុចលើ link ខាងក្រោមទៅក្នុង webshop មានបញ្ចុះតម្លៃរាល់ថ្ងៃមិនថ្លៃទេចុះម៉ាក់ហេតុអីបានជាម៉ាក់ស្រាប់តែមកលេងកូនអញ្ចឹងចុះមានអីទៀតបើមិនមកពីម៉ាក់នឹកកូននឹងបើមានរឿងមិនសប្បាយចិត្តកូនត្រូវប្រាប់ម៉ាក់រាល់ពេលដែលម៉ាក់នឹកឃើញថាពេលម៉ាក់កំពុងសើចសប្បាយជាមួយអ្នកដទៃនៅខាងក្រៅកូនស្រីរបស់ម៉ាក់បែរជាមកស៊ូទ្រាំនឹងភាពអយុត្តិធម៌និងការធ្វើបាបនៅទីនេះទៅវិញម៉ាក់ឈឺចាប់ណាស់កូនដឹងទេម៉ាក់កូនសុំទោសកាលនោះកូនមិនគួរណាមិនស្ដាប់តាមដំបូន្មានម៉ាក់ហើយរៀបការមកនៅទីក្រុងដែលឆ្ងាយពីម៉ាក់រាប់ពាន់គីឡូម៉ែត្របែបនេះសោះដែលម៉ាក់ហាមឃាត់កូនគឺមកពីម៉ាក់អាណិតកូនបារម្ភពីកូននៅឆ្ងាយបែបនេះបើគេធ្វើបាបតើត្រូវធ្វើដូចម្ដេចបើហូបមិនឆ្អែតស្លៀកមិនកក់ក្ដៅតើត្រូវធ្វើដូចម្ដេចម៉ាក់មើលមិនឃើញម៉ាក់ជួយកូនមិនបានម៉ាក់ដេកមិនលក់សោះយប់ណាក៏ដូចយប់ណាដែរម៉ាក់កូនសុំទោសកុំនិយាយរឿងឈួតអីកូនក្នុងការដែលកូនបានជ្រើសរើសយកម៉ាក់ធ្វើជាម៉ាក់ក្នុងជាតិកំណើតនេះកូនគឺជាកូនសម្លាញ់បំផុតរបស់ម៉ាក់មិនថាកូនធ្វើអ្វីក៏ដោយក៏ម៉ាក់មិនបន្ទោសកូនដែរប៉ុន្តែសម្រាប់កូនមិនត្រូវធ្វើបាបខ្លួនឯងដាច់ខាតបើកូនធ្វើបាបខ្លួនឯងនោះគឺជាការមិនដឹងគុណដ៏ធំបំផុតចំពោះពួកយើងម៉ាក់កុំខ្លាចអីទោះបីជាមេឃលំក៏នៅមានម៉ាក់ដែរ